มันท่าอย่างนาเตยืงกับบบองกาต่อสู้บ่อยืงให้นังการศึกษาบ่อยืงมีแต่การต่อสู้บ่อยืงนังชมนายวิเชียเดี๋ยวยืงมีนโคลนไอไงเดี๋ยวยืงอาจุยโคลนไอย้อยภาษาลาวมาในไงอนาคตมัวสกหาลิมยังเป็นสกกำนันในภูมิชโรเมตคมฟุกซ้อสกกปงตะไลไข่กปงชนันปัจจุบันยังคือเชียร์ในสัตว์ในสกอลวิเชียร์ไลกัมพูชีกรุบกรองนังกระจายการวิเชียร์ยังก็เชียร์อาชีพก็ลูกกาแฟเปริไตรในมัวทะเลจังหวัดจังหวัดขนมเหมือนไงนั่งยมอาลูกมันต่อต่อไปเชียร์ใส่สกแก้วตั้ง5 สกแก้วได้แต่เบอร์ในจองสัปดาห์ลูกมันเลิกปีนังเตยเตียดdạ về là nhom ban ba co bà chi và cam khả tôi bỏ nhom nắng dạ về mà đó à lời nắngคือมันผมไปkhai thời sinh kếtในนั้นnày nắng tăngពីnhom ba top លើកដំបូងហ្នឹងគឺមានតែ3 4 តូបទេមកដល់ឥឡូវគឺកំណើនអ្នកលក់ជាប្រភេទកាហ្វេពេទ្យត្រីហ្នឹងគឺមានកំណើនកើនឡើងច្រើនខ្លាំងដោយសារតែខ្ញុំធ្លាប់ជាអតីតនិស្សិតនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងដែរហើយខ្ញុំក៏បានរៀនផ្នែក Business Management ហើយខ្ញុំក៏មានមិត្តភ័ក្តិខ្ញុំហ្នឹងក៏ធ្លាប់ធ្វើការនៅហាងកាហ្វេដូងមកកន្លែងក៏ទៅមានជំនាញក្នុងការធ្វើកាហ្វេនិងធ្វើតែអីជាដើមហើយពួកខ្ញុំក៏ចាប់ដៃសហការគ្នាបើកអាជីវកម្មខ្នាតតូចមួយនឹងទៅដើមឡើយហ្នឹងពួកខ្ញុំការចាប់ដើមរបស់ពួកខ្ញុំដំបូងមកអស់ហ្នឹងគឺពួកខ្ញុំមានទីតាំងមួយកន្លែងគឺខ្ញុំលក់នៅមុខក្លឹបកីឡាសេះសដែលមានទីតាំងនៅច្រើនចម្រាស់ហ្នឹងប៉ុន្តែពួកខ្ញុំសង្កេតឃើញថានៅតំបន់ឈើច្មាហ្នឹងនៅហ្វេលយប់ហ្នឹងអត់ទាន់មានអ្នកលក់ដូចជាប្រភេទតែក្រូចឆ្មាប្រភេទកាហ្វេអីហ្នឹងទេអញ្ចឹងពួកខ្ញុំក៏ចាប់យកឱកាសចាប់ដើមបើកលក់កាហ្វេពេលរាត្រីនៅតំបន់មាត់ទន្លេឈើច្មាហ្នឹងមកទៅហើយខ្ញុំសង្កេតឃើញទៀតថានៅតំបន់ហ្នឹងភាគច្រើនសិតតែអ្នកលក់ដូចជាភេទជ្ជៈបើកម្លាំងឬក៏ស្រាក្លុកអីជាដើមអញ្ចឹងសម្រាប់អ្នកដែលពួកគាត់ចង់មកអង្គុយលេងដូចជាពិសេសនិស្សិតដែលជាអ្នកមូស្លីមហ្នឹងគឺគាត់ពិបាកក្នុងការមកអង្គុយលេងដែលភាគច្រើនសម្បូរទៅដោយស្រាក្លុកអញ្ចឹងគឺពួកគាត់ចង់មកអង្គុយ release stress ហ្នឹងគឺមានផលវិបាកអញ្ចឹងពួកខ្ញុំក៏ចាប់យកឱកាសលក់ជាប្រភេទភេទជ្ជៈបែបកាហ្វេនឹងតែអីអស់ហ្នឹងទៅដើមឡើយនឹងខ្ញុំធ្លាប់ជាអតីតនិស្សិតនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងដែលខ្ញុំបានរៀនផ្នែក Business Management ដែរប៉ុន្តែខ្ញុំរៀនបានដល់ពាក់កណ្ដាលឆ្នាំទី2ហ្នឹងក៏ត្រូវបោះបង់ការសិក្សាដោយសារតែកត្តាពេលវេលាការងាររបស់ខ្ញុំហើយនឹងបញ្ហាហិរញ្ញវត្ថុខ្លះដែរដោយសារតែខ្ញុំរលុយបណ្ដាខ្ញុំរៀនបណ្ដាដើម្បីយកប្រាក់ខែរបស់ខ្ញុំហ្នឹងមកទ្រទ្រង់នឹងគ្រប់គ្រងការសិក្សារបស់ខ្ញុំហ្នឹងរហូតមកដល់រយៈពេលប្រហែលឆ្នាំហ្នឹងខ្ញុំក៏បានមកដល់បច្ចុប្បន្នហ្នឹងខ្ញុំបានទទួលអាហារូបករណ៍ 100% ពីឯកឧត្តមបណ្ឌិតស្លេះណាស៊ីដែលជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យកម្ពុជាគ្រប់គ្រងនិងវិច័យការវិទ្យាដែលហៅកាត់ថា CUMT នឹងខ្ញុំបានទទួលអាហារូបករណ៍ 100% ហើយក៏អរគុណដល់ឯកឧត្តមបណ្ឌិតស្លេះណាស៊ីដែលគាត់បានផ្ដល់អាហារូបករណ៍ឲ្យខ្ញុំ 100% ដើម្បីបន្តការសិក្សារបស់ខ្ញុំបន្តទៀតហើយដៃគូរបស់ខ្ញុំហ្នឹងដែលជាមិត្តភក្តិដែលកំពុងតែសហការគ្នាបើកអាជីវកម្មខ្នាតតូចលក់កាហ្វេរបស់ខ្ញុំហ្នឹងគឺគាត់បានបោះបង់ការសិក្សាហើយគឺគាត់សពថ្ងៃគឺគាត់ផ្ដោតតែលើអាជីវកម្មមួយហ្នឹងទេ អ
គាត់បានបាក់បង់ការសិក្សារបស់គាត់ហ្នឹងតាំងពីឆ្នាំ2015ដោយសារតែគាត់គឺជាក្មេងកំព្រាអញ្ចឹងគាត់ត្រូវរកលុយដើម្បីគ្រប់គ្រងគ្រួសាររបស់គាត់ហើយពួកខ្ញុំជាមិត្តភ័ក្តិដែលនៅក្នុងស្រុកភូមិមួយគ្នាតាំងពីបច្ចុប្បន្នហើយកាលពីកន្លងទៅហ្នឹងកាលពីឆ្នាំ2023ហ្នឹងគាត់ក៏មានបញ្ហាការងាររបស់គាត់នៅឯស្រុកហ្នឹងខ្ញុំក៏ហៅគាត់មកស្នាក់នៅជាមួយខ្ញុំនៅទីក្រុងភ្នំពេញហ្នឹងហើយពួកយើងក៏ស្នាក់នៅមួយគ្នាតស៊ូមួយគ្នារហូតគាត់បានធ្វើការនៅហាងកាហ្វេដូមកកន្លែងហើយពួកយើងក៏ចាប់អារម្មណ៍ក្នុងការបង្កើតអាជីវកម្មខ្នាតតូចនឹងឡើងមកជាមួយគ្នាហ្មងទៅបច្ចុប្បន្នហ្នឹងគឺពេលព្រឹកហ្នឹងគឺខ្ញុំទៅរៀនហើយពេលថ្ងៃគឺខ្ញុំធ្វើការនៅស្ថាប័នឯកជនមួយកន្លែងហើយពេលល្ងាចគឺខ្ញុំឆ្លៀតពេលមកលក់កាហ្វេនៅមាត់ទន្លេជ្រោយច្បារហ្នឹងទៀតហើយមិនត្រឹមតែប៉ុណ្្នឹងនៅពេលដែលខ្ញុំទំនេរពីការងារសៅរ៍អាទិត្យអីហ្នឹងពេលដែលខ្ញុំអត់ធ្វើការឬក៏អត់រៀនហ្នឹងគឺខ្ញុំឆ្លៀតធ្វើការជាមួយសហគមន៍ចោះកម្មសិក្សាឬក៏ចោះឈ្មោះទៅសិក្ខាសាលាជាមួយអង្គការឬក៏សហគមន៍ផ្សេងឲ្យតែមានពេលវេលាហើយកន្លងមកហ្នឹងខ្ញុំក៏ធ្លាប់បានដឹកនាំយុវជនមួយក្រុមដែរជាមួយកាហ្វេរបស់ខ្ញុំហ្នឹងបានទៅកន្លែងស្តង់ស្បៀងមួយកន្លែងដែលគេកំពុងតែរៀបចំស្បៀងអាហារទៅដល់កងទ័ពដែលនៅជាយដែននិងបងប្អូនជាសឹកហ្នឹងពួកខ្ញុំបានទៅធ្វើទ្រីងឲ្យបងដែលពួកគាត់នៅរៀបស្បៀងហ្នឹងញ៉ាំដល់ឥតគិតថ្លៃរយៈពេលដែលខ្ញុំទៅហ្នឹងគឺខ្ញុំទៅបាន4ដងដែរហើយចំនួនដែលពួកខ្ញុំបានធ្វើឲ្យបងនៅនឹងញ៉ាំដែលឥតគិតថ្លៃហ្នឹងពួកខ្ញុំបានធ្វើរហូតទៅដល់ប្រហែលជា 4000 កែវដែរហើយពីខ្ញុំទៅខ្ញុំចង់ចែកម្លែកបទពិសោធន៍ទៅកាន់បងប្អូនជំនាន់ក្រោយពីខ្ញុំថាមិនថាយ៉ាងណាទេយើងកុំបោះបង់ការតស៊ូរបស់យើងហើយនឹងការសិក្សារបស់យើងមានតែការតស៊ូរបស់យើងនឹងចំណេះវិជ្ជាដែលយើងមានខ្លួនឯងទេដែលយើងអាចជួយខ្លួនឯងឲ្យប្រសើរឡើងបាននៅថ្ងៃអនាគតហើយផលវិបាករបស់ពួកខ្ញុំហ្នឹងគឺមធ្យោបាយការធ្វើដំណើរដោយសារតែពួកខ្ញុំឆ្លាតអតិកាហ្វេពីច្រាំងចម្រេះមកដល់ជ្រោយចង្វាហ្នឹងគឺមានរយៈពេលយូរហើយចម្ងាយវាក៏ឆ្ងាយដែរដោយសារតែអីវ៉ាន់យើងច្រើនហើយធ្ងន់ទៀតហើយគោលបំណងរបស់ពួកខ្ញុំថ្ងៃខាងមុខហ្នឹងក៏ចង់មានហាងតខ្លួននៅនឹងកន្លែងដែរដែលជា branding Sidewalk Cafe របស់ពួកខ្ញុំហ្នឹងប៉ុន្តែគោលបំណងរបស់ពួកខ្ញុំឥឡូវហ្នឹងគឺពួកខ្ញុំមានបំណងចង់បានឡានតូចមួយដែលហៅថា mini van ហ្នឹងដើម្បីងាយស្រួលក្នុងការធ្វើដំណើររបស់ពួកខ្ញុំនឹងដឹកអីវ៉ាន់ទៅវិញទៅមកក្នុងការលក់ដូរហ្នឹងហើយសម្រាប់ពុកម៉ែបងប្អូនដែលចង់មកគាំទ្រនិងស្វែងរកទីតាំងកាហ្វេរបស់ពួកខ្ញុំហ្នឹងគឺពួកខ្ញុំមានទីតាំងនៅជិតអគារសុខាដែលជាពីស្មានជ្រោយចង្វាមកហ្នឹងគឺចិត្តដល់អគារសុខាហ្នឹងគឺកន្លែងមើលនៅខាងស្ដាំដៃគឺឃើញទីតាំងកាហ្វេរបស់ពួកខ្ញុំហើយឬក៏អាចចូលទៅកាន់ Google Map ហ្នឹងដែលគ្រាន់តែវាយពាក្យថា Sidewalk Cafe Riverside ហ្នឹងគឺឃើញ location របស់ពួកខ្ញុំនៅក្នុងហ្នឹងហើយពួកខ្ញុំក៏សង្ឃឹមថាពុកម៉ែបងប្អូនដែលធ្លាប់គាំទ្រ Sidewalk Cafe ហ្នឹងហើយនឹងពុកម៉ែដែលមិនទាន់បានស្គាល់ Sidewalk Cafe ហ្នឹងនឹងមកគាំទ្រឲ្យបានច្រើនដើម្បីឲ្យពួកខ្ញុំហ្នឹងមានថវិកាដើម្បីផ្គត់ផ្គង់ជីវភាពនិងបន្តការសិក្សារបស់ពួកខ្ញុំតទៅមុខទៀត